រៀនធ្វើវីដេអូបែបនេះនៅទូរស័ព្ទដៃមួយខ្ញុំទាំងអស់គ្នាចូលយើងចូលមកកាន់កម្មវិធី CapCut មកហើយយើងយកប៊ូតុង Edit ហើយយក New Project មកហើយចូលទៅជ្រើសរើសយកវីដេអូចំនួន5ហើយអ្នកនរគ្នា select យក click នេះមកនេះហើយអ្នកនរយក aperture នេះមកហើយបន្តមកទៀតយើង click វាមកហើយយើងទៅកំណត់ ratio វាយកអាមួយនេះមកនេះ2:30ជាងបាទ2.35:1នេះហើយយើងធ្វើការ tick មកបន្តមកទៀតយើងចូលប៊ូតុង Edit មកនេះបាទហើយគឺយើងចូលមកកាន់មុខងារកាត់របស់ CapCut ហើយវីដេអូអ្នកនរគ្នាមកយកវែងពេកទេត្រឹមតែ15វិមកបានហើយយើងធ្វើការកាត់វាមក split វាមក split ទៀតហើយយើង delete ចោលមកហើយយើងធ្វើការ export វីដេអូនេះចេញមកហើយបន្ទាប់មកយើងចូលទៅកាន់វីដេអូដែលយើងចង់ធ្វើការដាក់នៅពីក្រោយហ្នឹងមកបាទអញ្ចឹងខ្ញុំដាក់នៅពីក្រោយវីដេអូមួយនេះអញ្ចឹងជំហានដំបូងគឺយើងចូលទៅកាន់ overlay ហើយយើង add overlay មកអញ្ចឹងយើងទាញយកវីដេអូមួយនេះមកបាទហើយយើងប្រិចវាធំមកល្មមដែលយើងគិតថាសមរម្យយកមកដាក់នៅលើវីដេអូរបស់យើងអូខេអញ្ចឹងខ្ញុំគិតថាប៉ុណ្ណេះសមរម្យហើយខ្ញុំដាក់វាទៅនេះអញ្ចឹងយើងទាញវាឲ្យស្មើវីដេអូរបស់យើងមកហើយយើងកាត់វាទៀតឲ្យស្មើវីដេអូរបស់យើងមកត្រឹមកន្លែងណាដែលយើងចង់ដាក់ហើយបន្ទាប់មកទៀតយើងធ្វើការ duplicate វាហើយយើងធ្វើការ overlay តម្លាក់វាមកបន្ទាប់មកយើងចូលទៅកាន់ remove background ទៅលើ clip វីដេអូដើម clip វីដេអូខាងលើនេះហើយយើងចុច remove មកហើយដាក់ stroke វាមកអញ្ចឹងយើងធ្វើការ tick មកអូខេអញ្ចឹងយើងនឹងទទួលបាននៅវីដេអូបែបនេះបាទហើយ complete បិទសលេងវីដេអូផងហ្នឹងហើយ complete បិទសលេងវីដេអូផងបន្ទាប់មកទៀតយើងនឹងតេស្តមើលតើប៉ុណ្ណឹងពេញចិត្តនៅបាទហើយកន្លែងនេះគឺខ្ញុំដាក់ចលនាវារត់ទៀតនេះបាទដាក់រត់អញ្ចឹងមកហើយយើងចុច graphic វាតិចមកនេះទៅរៀនធ្វើវីដេអូបែបនេះនៅទូរស័ព្ទដៃមួយខ្ញុំទាំងអស់គ្នាអូខេអញ្ចឹងវីដេអូនេះគឺមានប៉ុណ្ណឹងទេហើយបើសិនជាគិតថាវីដេអូនេះល្អកុំភ្លេចចុច follow អ្នកមួយផងណាដើម្បីទទួលបានវីដេអូល្អៗនៅពេលក្រោយទៀត